សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបឆាត្រីកំភ្លងឲ្យមានរសជាតិឆ្ងាញ់អញ្ចឹងកុំភ្លេចតាមដានទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នានេះខ្ញុំបានរៀបចំគ្រឿងក្រៅរួចរាល់ហើយបងប្អូនទាំងអស់គ្នាមានដូចជារំដេងខ្ទឹមសរមៀតម្ទេសគល់ស្លឹកគ្រៃស្លឹកក្រូចនិងស្លឹកម្រះព្រៅបងប្អូនគ្រឿងអស់នេះគឺសិតតែឈ្ងុយឆ្ងាញ់ទាំងអស់ចំណែកកំភ្លងរបស់យើងលាងហើយថ្មីស្រស់មែនទែនមើលសាច់ទៅបងប្អូនឡើងភ្លឺថ្លាតែម្ដងចំណែកឯគ្រឿងនឹងខ្ញុំបុកគល់ស្លឹកគ្រៃជាមួយរមៀតមុនព្រោះថាយើងបុកឲ្យម៉ត់អញ្ចឹងសិនទៅនឹងខ្ញុំថែមខ្ទឹមសតាមក្រោយបងប្អូនមើមខ្ទឹមព្រោះបើយើងថែមមុនអាចនឹងបុកទៅចេញទឹកអត់ម៉ត់ទេស្លឹកគ្រៃរបស់យើងបន្ទាប់មកទៀតនឹងខ្ញុំបុករំដេងតែនឹងខ្ញុំបុកអត់ឲ្យបែកទេនឹងខ្ញុំបុកបាយតែល្មមតែប៉ុណ្ណឹងទេអត់ឲ្យម៉ត់ទេបងប្អូនបន្ទាប់មកទៀតនឹងខ្ញុំបានដាក់ស្លឹកក្រូចបន្ថែមស្លឹកក្រូចក្រោយគេបងប្អូនញ៉ាំគ្រាន់តែបាយល្មមអញ្ចឹងទៅឃើញថាគ្រឿងរបស់យើងឈ្ងុយមែនទែនឥឡូវនេះនឹងខ្ញុំបានដាក់ប្រេងឆាឲ្យរាងក្តៅបន្តិចហើយនឹងខ្ញុំក៏ដាក់គ្រឿងដែលនឹងខ្ញុំបុកអំបាញ់មិញចូលទាំងអស់តែម្ដងនៅពេលដែលខ្លាញ់ក្តៅឃើញថាយើងចាក់ចូលទៅគឺឈ្ងុយខ្លាំងមែនទែនជះក្លិនពេញផ្ទះបាយតែម្ដងបងប្អូនកូរច្បល់អញ្ចឹងកូរពី3ត្រឡប់បងប្អូនថែមម្សៅស៊ុបចេងបន្តិចបងប្អូនចាស្ករសកន្លះស្លាបព្រាបាយទឹកត្រីបន្តិចបងប្អូនឃើញថាទំនងខ្លាំងមែនទែនបងប្អូនកូរគ្រឿងរបស់យើងឈ្ងុយហើយអាចនឹងសពគ្រឿងហើយបងប្អូនអាចចាក់កំភ្លងបងប្អូនចាក់ចូលដាក់ចូលនៅក្នុងខ្ទះយើងតែម្ដងកំភ្លងរបស់យើងនេះថ្មីស្រស់ណាបងប្អូនខ្ញុំទឹមតែត្រង់ពីទឹកថ្មីតែម្ដងស្រុកបងប្អូនមិនដឹងហៅអីទេស្រុកខ្ញុំគេហៅថាកំភ្លងបងប្អូនត្រឡប់ពី3ត្រឡប់អញ្ចឹងមកកុំឆាខ្លាំងបងប្អូនកុំប្រើដៃធ្ងន់ប្រយ័ត្នបែកអស់កំភ្លងរបស់យើងហ្នឹងបន្ទាប់មកនេះខ្ញុំក៏លួចថែមទឹកបន្តិចខ្លាចវាស្ងួតខ្លោចអីចឹងបងប្អូនព្រោះថាកូនត្រីរបស់យើងនេះគឺអត់តាន់ឆ្អិនអញ្ចឹងទៅយើងកូររំលែងមើលទៅស្ងួតទឹកនេះខ្ញុំក៏ដាក់ម្ទេសបងប្អូនដាក់ម្ទេសឲ្យមានពណ៌ស្អាតហើយនឹងហឹរតិចអញ្ចឹងឃើញថាតំណងខ្លាំងមែនតែម្ដងហើយជាចុងក្រោយអ្វីដែលខ្ញុំភ្លេចមិនបានគឺម្រះព្រៅបងប្អូនម្រះព្រៅនេះធ្វើឲ្យរសជាតិឆារបស់យើងនឹងកាន់តែឈ្ងុយថែមទៀតយើងលីងវាស្ងួតចាំមកឃើញថាឈ្ងុយខ្លាំងបងប្អូនដាក់ម្រះព្រៅចូលតំណងខ្លាំងមែនតែនអញ្ចឹងគឺម្រះព្រៅរបស់យើងហ្នឹងក៏វាល្មមនឹងឆ្អិនហើយកុំដាក់ឲ្យឆ្អិនពេកបងប្អូនអាសពប់អញ្ចឹងឆារបស់យើងឆ្អិនរួចរាល់ហើយឃើញថាតំណងខ្លាំងបងប្អូនមុខម្ហូបមួយនេះធានាថាឆ្ងាញ់ជាប់ចិត្តតែម្ដងអញ្ចឹងវីដេអូរបស់នេះខ្ញុំមានតែប៉ុណ្្នឹងទេហើយបងប្អូនគិតថាពេញចិត្តនិងមានប្រយោជន៍សម្រាប់បងប្អូនកុំភ្លេចជួយ Subscribe ម្នាក់មួយផងបងប្អូនអរគុណជួបគ្នានៅវីដេអូក្រោយទៀត